អាស៊ានរយៈពេល2ថ្ងៃនៅមជ្ឈមណ្ឌលអូសៀន Rancho Barras នៃរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបានបិទបញ្ចប់ហើយកាលពីថ្ងៃទី16ខែកុម្ភៈជាលទ្ធផលប្រមុខដឹកនាំសហរដ្ឋអាមេរិកនិងបណ្ដាមេដឹកនាំអាស៊ានបានសូស្រួលគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលមាន17ចំណុចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានលោកសានសែលរាយការណ៍ព័ត៌មាននេះសេចក្តីថ្លែងការណ៍ Sunnyland ដែលប្រសូតចេញពីកិច្ចប្រជុំពិសេសរវាងមេដឹកនាំសហរដ្ឋអាមេរិកនិងអាស៊ាននេះបដិញ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយការអនុវត្តលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សការពង្រឹងនីតិរដ្ឋនិងបញ្ហាជួញដូរមនុស្សជាដើមនៅក្នុងសន្ទរកថាបើកកិច្ចប្រជុំប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់អូបាម៉ាបានជំរុញឲ្យមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានគាំទ្រឲ្យមានការលើកកម្ពស់នីតិរដ្ឋនិងសិទ្ធិមនុស្ស As leaders, we have to answer ក្នុងនាមជាមេដឹកនាំយើងគួរឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់យុវជនសង្គមមួយដែលខ្លាំងចម្រើនរុងរឿងទៅមុខបានលុះត្រាតែមេដឹកនាំធានាបាននូវសង្គមមួយដែលមានអភិបាលកិច្ចល្អនីតិរដ្ឋស្ថាប័នរដ្ឋដែលមានការទទួលខុសត្រូវសង្គមស៊ីវិលដែលសកម្ម